ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាបាទវិលមកជួបគ្នាសារជាថ្មីនៅក្នុងវីដេអូមួយនេះខ្ញុំចង់បង្ហាញបងប្អូនអំពី app មួយដែលយើងអាចធ្វើការ mine កាក់ free បានណាដែលវាមានឈ្មោះថា Bee បាទនេះបងប្អូនណាមិនទាន់មានបងប្អូនអាចធ្វើការចាប់ដើម mine វាដល់ free បានចុះឈ្មោះណាតាម link ខ្ញុំដាក់ឲ្យការចុះឈ្មោះគឺស្រួលទេបងប្អូនហើយកាក់នេះវាដូច Pi អញ្ចឹងដែរវាមាន plan របស់វាយូរដែរមានអ្នកចុះឈ្មោះតាំងពី2021បងប្អូនរហូតមកដល់ឥឡូវគឺអត់ទាន់លេចចូល exchange ណាទេអញ្ចឹងវាជាឱកាសរបស់បងប្អូនដែលអាចធ្វើការរកវា free ដូច Pi អញ្ចឹងរៀងរាល់វីដេអូខ្ញុំតែងតែលើកនិយាយអំពី Pi អញ្ចឹងបងប្អូនប្រកាសជាឆ្ងល់ហេតុអីក៏ខ្ញុំចូលចិត្តនិយាយអំពី Pi ដោយសារ Pi វាជាមេរៀនមួយរបស់យើងដែលយើងបានមើលរំលងវាកាលពីមុនមកណាដែលយើងមិនបានចាប់អារម្មណ៍វាទេអ្នកខ្លះលេងទៅបោះបង់ចោលកណ្ដាលទីរហូតដល់ Pi លីសចូលទីផ្សារតម្លៃមកគ្រាប់$2អញ្ចឹងបងប្អូនខ្លះក៏មានការសោកស្ដាយមានបងប្អូនខ្លះបានខ្ទង់$1000ណាបងប្អូនអញ្ចឹងយើងគិតមើលទៅមកគ្រាប់$2មកគាត់លេងតាំងពី2020ទៅទោះ2022 23មកបាន1000 2000គ្រាប់បងប្អូនគិតមើលទៅបាទគឺបានច្រើនខ្ញុំក៏បានមួយចំនួនដែរមិនបានច្រើនទេអញ្ចឹងយើងក៏បានឱកាសនឹងខកខានគឺ B បាទកុំឲ្យវាខកខានយូរកុំឲ្យចំណាយពេលយូរបាទអញ្ចឹងបងប្អូនគ្រាន់តែចុចតាមរយៈ link របស់ខ្ញុំដែលខ្ញុំដាក់ឲ្យឬក៏បងប្អូនអាចវាយលេខកូដជួយណាឥឡូវខ្ញុំចុចមកកន្លែងអានេះគឺខ្ញុំចុះឈ្មោះហើយអញ្ចឹងបងប្អូនចុះឈ្មោះហើយអាចចុចម៉ាញបានចុចកន្លែងហ្នឹងរូបឃ្មុំបាទនេះអញ្ចឹងទៅអានេះវាកំពុងតែដើរចេញពណ៌បៃតងហ្នឹង24ម៉ោងចុចម្ដងហើយនៅកន្លែងនេះបងប្អូនអាចមើលពាណិជ្ជកម្មវាដើម្បីឲ្យលម្អឿននៃការរកកាក់យើងនឹងបានច្រើនបានលឿនអញ្ចឹងណាបាទអញ្ចឹងនេះខ្ញុំចុចម្ដងអញ្ចឹងនៅសល់ម្ដងទៀតយើងអាចចុចបានតែខ្ញុំអត់ទាន់ចុចទេឥឡូវខ្ញុំចង់ណែនាំបងប្អូនបន្តិចបាទអញ្ចឹងពេលបងប្អូនចុះឈ្មោះហើយបងប្អូនចុចកន្លែង profile របស់បងប្អូនកន្លែងនេះមកបន្ទាប់ពីបងប្អូនចុះឈ្មោះហើយបងប្អូនត្រូវចូលមកខាងលើនេះបាទបំពេញ username បង្កើតជា username កន្លែងនេះអញ្ចឹងឈ្មោះបងប្អូនដាក់វាឲ្យពិតប្រាកដដោយអត្តញ្ញាណប័ណ្ណណាព្រោះយើងត្រូវធ្វើ KYC ជាមួយវាដែរណាបាទត្រូវធ្វើ KYC អញ្ចឹងយើងត្រូវផ្ទៀងផ្ទាត់ជាមួយអត្តញ្ញាណប័ណ្ណបាទអញ្ចឹងបងប្អូនចុចកន្លែងនេះមកអញ្ចឹងចុចកន្លែងពាក្យថា edit រូបខ្មៅដៃនេះមកបាទអញ្ចឹងយើងអាចដាក់នេះជា invite code username ហ្នឹងក៏វាជា invite code របស់បងប្អូនដែរអញ្ចឹងខ្ញុំនឹងដាក់ invite code នេះជូនអញ្ចឹងពេលបងប្អូនចុះឈ្មោះអាចវាយបញ្ចូលលេខ invite code របស់ខ្ញុំនេះមួយផងណាបាទដែលនេះគឺជាអ្វីខ្ញុំបានចែកម្លែកជូនបងប្អូនអញ្ចឹងណាអញ្ចឹងបងប្អូនជួយវាយបញ្ចូលលេខកូដណែនាំរបស់ខ្ញុំមួយផងបាទកន្លែងចាំខ្ញុំដាក់ឲ្យនៅក្នុង description ឬក៏នៅក្នុងវីដេអូខ្ញុំនឹងដាក់ធំឲ្យមើលណាអូខេព្រមទាំងរូប profile អីបងប្អូនក៏អាចដាក់បានដែរណាដាក់ profile កន្លែងហ្នឹងរូបភាពរបស់យើងណាបាទកន្លែងនេះគឺសមាជិកដែលយើងបានចុះឈ្មោះកន្លែងនេះចំនួនដែលយើងបានរកបានគឺមានតែប៉ុណ្្នឹងទេទំបានប៉ុណ្ណឹងតែខ្ញុំទើបតែចុះឈ្មោះឬក៏បងប្អូនអាចចុចមកកន្លែងនេះក៏បានបាទមកកន្លែងនេះបងប្អូនដាក់ username ក៏បានដាក់ខាងលើហើយនិងខាងក្រោមដូចគ្នាដាក់បានដូចគ្នាអត់បញ្ហាទេហើយនៅត្រង់កន្លែង account security គឺបងប្អូនអាចធ្វើការដាក់ security បន្ថែមទៀតបាទគឺបងប្អូនអាចភ្ជាប់វាជាមួយលេខទូរស័ព្ទឬក៏ email ឬក៏ Facebook ឬ Google អីផ្សេងទៀតច្រើនទៀតបាទអញ្ចឹងយើងដាក់1ឬក៏2ទៅដើម្បីឲ្យវាសុវត្ថិភាពបាទអញ្ចឹងយើង back ថយក្រោយបងប្អូនចង់ដាក់យើងក៏ចុចពីលើវាទៅវានឹងណែនាំឧទាហរណ៍ Telegram ចុចពីលើនឹងទៅគេណែនាំមកចង់connectជាមួយ email យើងចុចលើ mail ទៅគេនឹងណែនាំមកយើងត្រូវធ្វើម៉េចអញ្ចឹងណាអញ្ចឹងខ្ញុំថយត្រឡប់មកវិញអញ្ចឹងយើងចូលមកកន្លែង KYC កន្លែងKYC នេះគឺវាមិនទាន់បើកឲ្យយើងធ្វើទេបាទយើងត្រូវការរងចាំសិនពេលចុចទៅគឺវាអត់ឲ្យបងប្អូនឃើញណាវាថា next round is coming soon អញ្ចឹងវគ្គក្រោយនឹងមកឆាប់នេះបាទដល់វេនយើងនៅវគ្គក្រោយទៀតអញ្ចឹងណាអញ្ចឹងចំពោះការចូលឈ្មោះគឺវាអត់មានអីលំបាកទេបងប្អូនណាគាត់ចុចតាម link ខ្ញុំឲ្យទៅឲ្យបងប្អូនបំពេញតាមការណែនាំហើយបន្ទាប់ពីចូលមកដល់គឺបងប្អូនគាត់ឲ្យបំពេញដូចខ្ញុំប្រាប់មិញគឺ username ហើយនិងឈ្មោះរបស់បងប្អូនបំពេញខាងលើនឹងក៏បានឬក៏បងប្អូនចាំមកបំពេញនៅខាងក្រោមកន្លែងនេះក៏បានដែរណាកន្លែងហ្នឹងហើយកន្លែងនេះវិញ earning team យើងអាចមើលថាយើងមាន team របស់យើងនឹងចុះឈ្មោះជាមួយពីណានេះខ្ញុំចុះឈ្មោះជាមួយគាត់បាទជាមួយបងប្រុសណាគាត់អ្នកបកកែរកអាកម្មវិធីចឹងតែម្ដងបាទនេះ
គាត់លេងតាំងពី2021បងប្អូនហើយនេះកាក់គាត់បាន 15k ហើយសមាជិកគាត់មានចំនួន91បាទអញ្ចឹងបងប្អូនចុះឈ្មោះឲ្យបងប្អូនអាចណែនាំមិត្តភ័ក្តិឲ្យគាត់ចុះទៅព្រោះអានេះវាមិនមែនចំណាយលុយចំណាយកាក់ទេគាត់ថា free អញ្ចឹង24ម៉ោងយើងចុចម្ដងវាអត់មានអីខាតពេលវេលាទេអញ្ចឹងខ្ញុំបេកថយក្រោយគឺមានតែប៉ុណ្្នឹងទេបងប្អូនណាហើយពេលបងប្អូនចុច24ម៉ោងម្ដងហើយបងប្អូនចាំចូលបច្ឆេកមើល KYC អានេះខ្ញុំចុចមើលពាណិជ្ជកម្មដើម្បីឲ្យវាដើរលឿន speed វាបានលឿនជាងមុននេះ 0.28B ក្នុង1ម៉ោងអញ្ចឹង24ម៉ោងអញ្ចឹងក្នុង1ម៉ោងយើងបាន 0.28 អញ្ចឹងខ្ញុំមើលពាណិជ្ជកម្មវាមួយទៀតមកបាទខ្ញុំសុំបិទសិនណាបាទបងប្អូនបន្ទាប់ពីមើលពាណិជ្ជកម្មហើយគឺ speed របស់ខ្ញុំបានឡើងដល់ 0.30 បាទអញ្ចឹងចំពោះពាណិជ្ជកម្មពេលដែលមើលម្ដងហើយគឺវាបិទយើងរយៈពេល50វិនាទីបានឲ្យយើងមើលទៀតពាណិជ្ជកម្មហ្នឹងអញ្ចឹងបងប្អូនមានពេលច្រើនអាចចុចមើលពាណិជ្ជកម្មទៅដើម្បីឲ្យ speed នៃការរករបស់យើងនេះបានលឿនអញ្ចឹងណាកើនឡើងរកបានលឿនអញ្ចឹងបងប្អូនមានចំណាប់អារម្មណ៍អាចចុះឈ្មោះទៅតាម link ខ្ញុំដាក់ឲ្យនៅក្នុង video description ខាងក្រោមហើយបំពេញលេខកូដណែនាំរបស់ខ្ញុំផងបាទហើយបើសិនជាបងប្អូនណាដែលមិនទាន់បាន subscribe channel YouTube របស់ខ្ញុំទេបងប្អូនជួយ subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផង channel របស់ខ្ញុំគឺភាគច្រើនខ្ញុំបង្ហាញអំពីបទពិសោធន៍ផ្សេងៗនៃការប្រើទូរស័ព្ទអំពីកាក់ដែលយើងអាចរកបាន free project ល្អដូចជា Pi អញ្ចឹងបើសិនបងប្អូនមិនទាន់បានចុះឈ្មោះ Pi ក៏អាចមើល link ខាងក្រោមវីដេអូរបស់ខ្ញុំដែរដើម្បីធ្វើការចុះឈ្មោះ Pi បានលិះចូលទីផ្សាររួចរាល់ហើយកាលពីថ្ងៃទី20ខែ2ឆ្នាំ2025តម្លៃលិះចូលដំបូងគឺ$2ហើយឥឡូវនេះគឺវាឡើងចុះអញ្ចឹងណាអញ្ចឹងកាក់វាតែងតែឡើងតែចុះគឺឥឡូវនេះគឺនៅមួយគ្រាប់$1.5ពេលខ្លះឡើងដល់2ជាងម្ដងមួយកាលដែរវាឡើងវាចុះហើយគេព្យាករណ៍ថានៅក្នុងកំឡុង2025នេះ Pi អាចនឹងឡើងរហូតដល់$10អញ្ចឹងបើសិនជាបងប្អូនមិនទាន់បានចុះឈ្មោះទេកុំភ្លេចរស់រាន់ចុះឈ្មោះទៅដើម្បីធ្វើការម៉ាញវាដោយ free ទេអ្វីត្បិតតែ Pi លិះចូលទីផ្សារប៉ុន្តែឥឡូវនេះគឺយើងអាចនៅតែរកវាបានដោយ free ហើយខ្ញុំក៏មិនទាន់ដឹងថាពេលណាទើបគេបិទមិនឲ្យយើងនឹងឈប់ចុះឈ្មោះទេព្រោះជាធម្មតាកាក់ល្បីបន្ទាប់ពីលិះចូលទីផ្សារហើយគឺគេមិនអនុញ្ញាតឲ្យចុះឈ្មោះលេងទេសម្រាប់អ្នកដែលថ្មីណាអញ្ចឹងអ្នកដែលមានឈ្មោះចុះឈ្មោះស្រាប់ហ្នឹងអាចបន្តលេងបានតែ Pi គឺគេអត់មានតន announce ថាម៉េចទេនេះបងប្អូនមើលពាណិជ្ជកម្មអាចចុចបានម្ដងទៀតណាអញ្ចឹងខ្ញុំនឹងចុចវាម្ដងទៀតអញ្ចឹងបងប្អូនចង់ចុចប៉ុន្មានដងតាមចំនួនដែលគេឲ្យហ្នឹងទៅអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនណាអរគុណច្រើនជម្រាបលា